ជំរាបសួរមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំធ្វើលោតស្វិតណាចាលោតស្វិតនេះមានគ្រប់ពណ៌តែម្ដងបងប្អូនចាលោតនេះគឺលោតទិញពីផ្សារស្រាប់ទេបងប្អូនគឺម្សៅគេហ្នឹងគឺគេមានលក់ជាកញ្ចប់បងប្អូនខ្ញុំទិញពីស្រុកខ្មែរមកចាមួយកញ្ចប់នេះមាន4-5ពណ៌អញ្ចឹងបងប្អូនរូបរាងគេអញ្ចឹងហើយយើងទុកបានក្នុងទូទឹកជាមកខែ2ខែ3ខែអត់អីកុំឲ្យតាទុកនៅខាងក្រៅវាដុះផ្សិតបងប្អូនចាឥឡូវនេះយកវាចេញមកខ្ញុំធ្វើសាកបន្តិចសិនព្រោះខ្ញុំចង់ធ្វើកម្មវិធីញ៉ាំជប់លៀងស្អែកអីចឹងណាចានេះនេះគ្រប់ពណ៌ចាបងប្អូនស្វាយខៀវក្រហមបៃតងលឿងទឹកក្រូចចាកាឈូកឥឡូវខ្ញុំដាំទឹកហើយខ្ញុំដាក់ម្សៅលោតស្វិតនឹងចូលចាបងប្អូនចាហើយដាក់ចូលទៅយើងត្រូវយកអីមកកូរឬចាព្រាអីចឹងណាចាអីក៏បានដែរយើងកូរវាឲ្យហើយខ្លាចវាជាប់បាតចានេះបងប្អូននេះឥឡូវយើងកូរបន្តិចសិនហើយយើងទុកចោលឲ្យវាពុះហើយចាំកូរតិចទៀតចាកូរថ្នមដៃបងប្អូនចានេះហើយសម្រាប់ការធ្វើវាហ្នឹងយើងអាចស្ងោរវាអញ្ចឹងប្រហែលជា4 ទៅ 5 នាទីទៅបងប្អូនចាឲ្យវាឆ្អិនល្អឡើងពណ៌ថ្លាបងប្អូនចានេះបងប្អូននេះបាន5 នាទីហើយខ្ញុំក៏ស្រង់វាចេញមកចារៀបចំស្រង់ដាក់ចូលទឹកកកចាបងប្អូនដាក់ទឹកត្រជាក់ធម្មតាក៏បានបើបងប្អូនដាក់ទឹកកកវារៀងស្វិតខ្លាំងបន្តិចចាបងប្អូននេះទឹកកកយើងស្រង់ចេញពីឆ្នាំងមិនហ្នឹងណាចាហើយនៅតែឃើញក៏ចង់ញ៉ាំដែរខ្ញុំខានយូរបងប្អូនចានេះឥឡូវវាថ្លាអស់ហើយយើងអាចស្រង់ទុកឬក៏ត្រាំនៅក្នុងទុកម៉ាស៊ីនទៅក៏បានដែរនាំគ្នាទៅធ្វើទឹកស្កកម្ដងបងប្អូនចាហើយនេះទឹកស្ករខ្ញុំដាក់ទឹកមួយចានកូនចានកន្លះមកកូនចានកន្លះចាហើយដាក់ទឹកស្ករហ្នឹងមួយចានពេញហើយដាក់ស្ករកូនលព្រាទូចហ្នឹងដាក់កន្លះកូនលព្រាទៅហើយយើងចាប់ដើមកូរវាហើយទុកឲ្យងាស់វារៀងឡើងចូលអាលីចូលគ្នាអញ្ចឹងបងប្អូនចាឲ្យវាទៅជាទឹកស្ករយើងទៅបងប្អូនឃើញរាវដូចខ្ញុំអញ្ចឹងងាស់វាឲ្យរៀងយូរបន្តិចទៀតណាដើម្បីឲ្យវាខាប់ល្អក៏បានដែរតែនេះឆ្អិនហើយឥឡូវហ្នឹងទឹកស្ករក៏ខ្ញុំទុកហើយដែរព្រោះខ្ញុំធ្វើមុនមួយថ្ងៃឥឡូវនេះយកលោតយើងហ្នឹងតែនៅក្នុងទឹកកកចាក់ទឹកចេញអស់តែនៅសល់ទឹកកកតិចហ្នឹងចាបងប្អូនហើយទឹកស្ករដែលធ្វើហើយហ្នឹងបងប្អូនចាក់នេះខ្ញុំធ្វើរៀងផ្អែមដែរខ្ញុំចាក់បន្តិចសិនបងប្អូនធ្វើអត់សូវផ្អែមចាក់ច្រើនទៅបងប្អូនណាចាបងប្អូនឃើញអញ្ចឹងអូយតំណងចង់ញ៉ាំខ្ញុំដាក់ទឹកដោះគោ2វែកបើបងប្អូនមានហាប់រឹតតែឆ្ងាញ់បងប្អូនចានេះខ្ញុំដាក់ទៅពណ៌វាល្អហើយកុំភ្លេចមួយមុខទៀតហ្នឹងគឺខ្ទិះដូងនេះធ្វើបញ្ញាប់អញ្ចឹងខ្ទិះដូងអត់បានទៅរងាស់ទេគឺយកខ្ទិះដូងស្រស់ហ្នឹងមកចាក់ចូល2វែកដែរបងប្អូនចាហើយយើងចូលចិត្តផ្អែមខ្លាំងយើងថែមស្ករច្រើនទៅណាទឹកស្ករដែលយើងធ្វើហើយហ្នឹងបើឲ្យយើងចូលចិត្តឡំយើងដាក់មកល្មមទៅរួចរាល់ហើយបងប្អូនហើយតំណងមែនតើហើយពណ៌ក៏ស្អាតទៀតដូចអិនតនូចឹងបងប្អូនអើយអូយឆ្ងាញ់ណាស់តាមពិតវាស្រួលអញ្ចឹងព្រោះអីយើងមានម្សៅស្រាប់បើសិនជាអត់ទេបងប្អូនអាចធ្វើម្សៅខ្លួនឯងតែចំណាយពេលយូរបន្តិចបងប្អូននេះរួចរាល់ហើយបងប្អូនលោតតែមានស្រាប់អញ្ចឹងណាអរគុណច្រើនសម្រាប់ការចូលមើល